ចង្គ្រៀងអាគមណរីត្រីស្ងាត់ជ្រងំក្នុងបន្ទប់ធ្វើការដែលពោពេញដោយវត្ថុបុរាណលោកសាស្ត្រាចារ្យគង្គាកំពុងរៀបចំឯកសារចាស់ៗភ្នែករបស់គាត់បានក្រឡេកឃើញវត្ថុមួយដែលទើបនឹងទិញមកពីផ្សារងងឹតកាលពីរសៀលវាជាចង្គ្រៀងលង្ហិនមួយមានរូបរាងប្លែកភ្នែកឆ្លាក់ដោយក្បាច់រចនាបុរាណដែលមើលទៅហាក់ដូចជាតំណាងឲ្យនិមិត្តសញ្ញាអាចកំបាំងអ្វីមួយគង្គាមានអារម្មណ៍ថាចង្គ្រៀងនេះមិនមែនជារបស់ធម្មតាឡើយគង្គាលើកចង្គ្រៀងនោះដាក់លើតុវាមានទម្ងន់ធ្ងន់ខកពីការស្មានហើយលោហៈធាតុលង្ហិនត្រជាក់ស្រែបហាក់ដូចជាមិនដែលត្រូវកម្ដៅថ្ងៃសោះពេលគាត់យកក្រណាត់ជូតធូលីចេញរូបរាងដ៏លម្អិតរបស់ចង្គ្រៀងកាន់តែច្បាស់មានរោមសត្វចម្លែកម្រំលែកនិងអក្សរបុរាណជាច្រើនបានឆ្លាក់នៅជុំវិញមូលដ្ឋានរបស់វាស្រាប់តែគង្គាមានអារម្មណ៍ព្រឺសម្បូរមួយរំពេចដូចជាមានអ្វីមួយកំពុងសម្លឹងមើលគាត់យប់នោះគង្គាពិបាកនឹងគេងលក់ណាស់រាល់ពេលដែលគាត់បិទភ្នែកគាត់ហាក់ដូចជាបានឮសំឡេងខ្សឹបខ្សៀវតិចៗចេញពីបន្ទប់ធ្វើការរបស់គាត់ព្យាយាមមិនអើពើដោយគិតថាវាគ្រាន់តែជាការភ័ន្តច្រឡំរបស់គាត់តែប៉ុណ្ណោះប៉ុន្តែនៅពាក់កណ្ដាលអាធ្រាត្រសំឡេងនោះកាន់តែច្បាស់ហើយវាហាក់ដូចជាកំពុងហៅឈ្មោះរបស់គាត់ដោយសំឡេងប្លែកៗគង្គាក្រោកពីដំណេកទាំងភ័យស្លន់ស្លោគាត់ដើរសន្សឹមៗจากកាន់បន្ទប់ធ្វើការពន្លឺព្រះច័ន្ទរះតាមបង្អួយបំភ្លឺចង្គ្រៀងលង្ហិនដែលនៅចំកណ្ដាលតុគាត់ស្ទើរតែលោតចេញពីស្បែកខ្លួនឯងពេលឃើញផ្សែងស្ទឹងពណ៌ខៀវខ្ចីហុយចេញពីចង្គ្រៀងនោះហើយបន្ទាប់មកក៏បាត់ទៅវិញភ្លាមៗដូចជារូបភាពបំភាន់ភ្នែកនៅព្រឹកបន្ទាប់គង្គាបានចាប់ផ្ដើមស្រាវជ្រាវប្រវត្តិរបស់ចង្គ្រៀងនោះយ៉ាងហ្មត់ចត់គាត់បានរកឃើញឯកសារបុរាណមួយដែលរៀបរាប់ពីចង្គ្រៀងអាគមណដែលត្រូវបានគេនិយាយថាមានអំណាចអាក្រក់ហើយធ្លាប់ត្រូវបានប្រើប្រាស់ដោយគ្រូមន្តអាគមខ្មោចម្នាក់កាលពីរាប់រយឆ្នាំមុនរាល់ម្ចាស់ចង្គ្រៀងនេះត្រូវបានគេនិយាយថាបានជួបនឹងជោគវាសនាដ៏សែនអាក្រក់គង្គាកាន់តែព្រួយបារម្ភខ្លាំងឡើងគាត់បានហៅមិត្តភក្តិជិតស្និទ្ធរបស់គាត់ឈ្មោះដានីជាអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យាដូចគ្នាមកជួយពិនិត្យចង្គ្រៀងនេះដានីដំបូងឡើយមិនជឿរឿងអបិយជំនឿទាំងនេះទេនាងគ្រាន់តែសើចចំអកឲ្យគង្គាថាគាត់ទ្រំឡាយធ្វើការច្រើនពេកទើបកើតរោគភ័យប៉ុន្តែខណៈពេលដានីកំពុងពិនិត្យមើលចង្គ្រៀងនោះស្រាប់តែបន្ទប់ធ្វើការរបស់គង្គាត្រជាក់ស្រែបខុសពីធម្មតាចង្គ្រៀងនោះក៏ចាប់ផ្ដើមបញ្ចេញពន្លឺក្រហមរីករាយនិងញ័រតិចៗដានីដែលធ្លាប់ជាមនុស្សមើងម៉ាត់ស្រាប់តែស្លែកមុខហើយបោះចង្គ្រៀងនោះចោលដោយមិនដឹងខ្លួននាងបានរត់ចេញពីបន្ទប់នោះទាំងភ័យស្លន់ស្លោយប់បន្ទាប់គង្គាមានសុបិនអាក្រក់គាត់ឃើញខ្លួនឯងក្នុងព្រៃងងឹតមួយដែលពោពេញដោយស្រមោលនិងសំឡេងយំសោកនៅចំកណ្ដាលព្រៃនោះមានចង្គ្រៀងលង្ហិនមួយបញ្ចេញពន្លឺពណ៌ស្វាយរនុបហើយមានដៃខ្មៅមួយលូកចេញពីចង្គ្រៀងនោះមកចាប់បំរុងនឹងចាប់ខ្លួនគាត់ភ្ញាក់ពីដំណេកទាំងបែកញើសចូលខ្លួនគង្គាបានសម្រេចចិត្តថាត្រូវតែកំចាត់ចោលចង្គ្រៀងនេះគាត់ព្យាយាមយកវាទៅបោះចោលក្នុងទន្លេប៉ុន្តែនៅពេលដែលគាត់ជិះឡានទៅដល់ស្ពានស្រាប់តែឡានគាត់កាំងភ្លាមដោយគ្មានមូលហេតុគាត់ព្យាយាមរុញវាចេញតែចង្គ្រៀងនោះនៅតែរមៀលត្រឡប់មករកគាត់វិញជានិច្ចហាក់ដូចជាមានកម្លាំងមើលមិនឃើញទប់វានៅពេលគង្គាត្រឡប់មកដល់ផ្ទះវិញគាត់បានឃើញទ្វារផ្ទះរបស់គាត់បើកចំហរបស់របរនៅក្នុងផ្ទះត្រូវបានរើកាយរញ៉េញ៉ៃហើយចង្គ្រៀងនោះត្រូវបានដាក់នៅចំកណ្ដាលបន្ទប់ទទួលភ្ញៀវគាត់មានអារម្មណ៍ថានេះលើកមែនជារឿងចៃដន្យទៀតហើយវាហាក់ដូចជាមានអ្វីមួយកំពុងតាមឡងបន្លាចគាត់គង្គាបានរកឃើញគម្ពីរចាស់មួយទៀតដែលលាក់នៅក្នុងចង្គ្រៀងនោះក្នុងគម្ពីរនោះបានសរសេរថាចង្គ្រៀងនេះមិនមែនត្រឹមតែជាវត្ថុបណ្ដាសានោះទេវាជាច្រកផ្លូវទៅកាន់ពិភពមួយផ្សេងទៀតហើយវាត្រូវការថាមពលពីមនុស្សដើម្បីបើកច្រកនោះឲ្យបានពេញលេញថាមពលនោះគឺវិញ្ញាណរបស់ម្ចាស់វាគង្គាស្រាប់តែមានអារម្មណ៍វិលមុខហើយដួលទៅលើកម្រាលអិតចង្គ្រៀងនោះបានបញ្ចេញពន្លឺពណ៌បៃតងខ្ចីដ៏ខ្លាំងក្លាហើយពន្លឺនោះបានហក់ចូលទៅក្នុងរាងកាយរបស់គាត់ធ្វើឲ្យគាត់មានអារម្មណ៍ឈឺចាប់ដូចជាត្រូវបានបឺតយកអ្វីមកយ៉ាងចេញពីខ្លួនគាត់ព្យាយាមតស៊ូប៉ុន្តែកម្លាំងរបស់ចង្គ្រៀងនោះខ្លាំងជាងគាត់បានឃើញរូបភាពចម្លែកជាច្រើនឡាយលុកគ្នាស្រមោលខ្មៅមួយបានលើកចេញពីចង្គ្រៀងនោះហើយដើរសំដៅមករកគង្គាយឺតៗ